បាទសួស្តីបងប្អូនថ្ងៃនេះរៀងយប់តិចដោយសារជ្រេវ៉ាន់បងប្អូនបាទអីវ៉ាន់មកថ្មីជាង400គីឡូបងប្អូនណាបាទមានច្រើនមែនតែនបាទហើយតិចតួចជាងគេគឺភេទភួងម៉ាឡៃបាទបងប្អូនតែងតែសួររកភួងម៉ាឡៃแล้วភួងម៉ាឡៃមានទេបាទភួងម៉ាឡៃមាន2-3គីឡូបងប្អូនដើមស្អាតណាភួងម៉ាឡៃដើមស្អាតបាទអត់មានវាអត់មានក្ងេកក្ងុកទេបាទដើមអញ្ចឹងភួងម៉ាឡៃហើយនេះភួងម៉ាឡៃនៅក្រោមនេះបាទនេះខាងនេះពងតារៀបបាទហើយភួងម៉ាឡៃអានេះស្លឹកតែទុនតិចប៉ុន្តែដាំផ្កាដូចគ្នាបងប្អូនបាទនេះដើមស្អាតហើយប្រភេទខ្លះគេហៅខ្មុំដែរនេះបាទប៉ុន្តែការវាល្អិតទេសូមបញ្ជាក់ការវាល្អិតទូចទេប៉ុន្តែគេអានេះគេលម្អស្លឹកបាទគេលម្អស្លឹកបាទស្លឹកវាយើងដាំតម្លាក់មកក្រោមចេះបងប្អូនណាបាទដាំតម្លាក់មកក្រោមនេះហើយខ្ញុំបានឲ្យមើលគំរូដាំបោះខាងនេះទីមកនេះបាទគេដាំអញ្ចឹងមកបងបាទដាំអញ្ចឹងវាផ្កាវាបាទផ្កាវាប៉ុណ្ណឹងណាបាទវាអត់លម្អវាលម្អផ្កាជាមួយនឹងស្លឹកអញ្ចឹងណាបាទអានេះខ្ញុំដាំតិចទេតែបើដាំច្រើនហ្មងអូធ្លាក់មកស្អាតណាបាទដាំតម្លាក់មកអញ្ចឹងផ្កាវាស្អាតណាហើយអានេះប្រភេទម្ជុលទឹកក្រូចបងប្អូនស្គាល់ម្ជុលទឹកក្រូចហើយខាងនេះអូនេះបាទខាងនេះប្រភេទកូនជាប្រៃបងប្អូនបាទច្រើនណាស់នេះគុំមិនបណ្ណានហើយបងគុំធំមែនតែនហើយចាំមើលជំរឿគុំមកផ្សេងមានមើលនេះបាទអានេះជះរត់ថ្មិញបងប្អូនបាទជះរត់ថ្មិញហើយកូនជាប្រៃនៅខាងនេះបាទនៅខាងលើគុំធំបាទចឹងទេសម្រាប់ពុកម៉ែបងប្អូនដែលចង់បានប្រភេទគុំធំហើយគីឡូស្រាលបាទអានេះតម្លៃទូថ្លៃទេបងប្អូនឲ្យចាប់ពី10គីឡូថែមកន្លះគីឡូបងប្អូនណាបាទយក10គីឡូថែមកន្លះគីឡូ10គីឡូថែមកន្លះគីឡូសម្រាប់ពុកម៉ែបងប្អូនយកទៅដាំនៅសួនក្តីនៅផ្ទះនៅនេះអាចធ្វើការកំងបាននេះហើយចេញមកពីគល់ឈើប៉ិតបាទអត់មានដាំនៅផ្ទះទេបាទមើលរើសបាទហើយមានច្រើនបងប្អូនបាទនេះបាទមើលខាងនេះមកនេះបាទអញ្ចឹងច្រើនមែនតែនបងប្អូនណាបាទអត់មានលក់មួយថ្ងៃដាច់មួយថ្ងៃទេគឺលក់ប្រចាំថ្ងៃតែម្ដងបាទយកមកអស់បាទហើយប្រភេទនេះខាងក្រោមគេហៅជះរត់ថ្មិញបាទទូចអញ្ចឹងបងប្អូនមានតម្លៃពិសេសលក់ជូនណាដាក់ថូស្អាតណាបងប្អូនបាទនេះដាក់ថូក៏បានដាក់ឈើក៏បានបាទលក់តម្លៃពិសេសជូនឲ្យហើយនេះបាទដាក់អញ្ចឹងអានេះមានខ្នាតទូចខ្នាតធំបាទខ្នាតធំតម្លៃផ្សេងអាទូចអញ្ចឹងតម្លៃផ្សេងអញ្ចឹងបងប្អូនអាចដាក់ថូបានណាបាទមួយផ្កាវានេះបាទមួយផ្កាស្អាតទេឃើញទេបាទយើងដាំដាក់ឈើនេះក៏បានដែរបងប្អូនបាទយើងមានគល់ឈើមកយើងអោបមកអញ្ចឹងក៏បានដែរឃើញទេបាទយើងមកឈើនេះយើងដាំទាំងអស់ក៏បានយើងចម្រុះក៏បានអញ្ចឹងបងប្អូនអាចធ្វើជាគីឡូបាទចំណិចចូលគ្នាទៅបាទ1គីឡូដាក់គ្រប់មុខឲ្យបងប្អូនណាបាទយក1គីឡូដាក់គ្រប់មុខក៏បានកន្លះគីឡូក៏បានប៉ុន្តែគិតតម្លៃពិសេសបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលតម្រូវការចង់បានប្រភេទរុក្ខជាតិកេសរគូលព្រៃខ្មែរយើងទៅដាំអាចធ្វើការតំណប្រវត្តិការដិនបានដែលស្ថិតនៅភូមិចក្សិនត្បូងនិងកាត់គុកចក់ក្រុងសៀមរាបខេត្តសៀមរាបខាងលិចទីពេទ្យកិនថៈបុប្ផាចម្ងាយ500ម៉ែត្រអរគុណច្រើនជម្រាបលា